chẳng cầm nào bao giờ nắng cứ dần phải canh cốt đẹp cái gì sao bà ti buồn được nông ra tận cái đẹp đấy đây bà đi mất đẹp cao và bây giờ là đòi xong group khơi hà cầm pi ra bị form để chia cầm pi để chơi xong cua đã sắpเป็นtự nhiên rồi đó bây giờ là tăng piทำมาสร้างกันได้ปีแข่งเทียบตัว5โอ้ดาวปีจงกล้าคือมหาประธานยังบางวิจารณาโดยนั่นแต่นี่คืออัดเมียนที่ผมพอได้ใช่ไหมซ้ำกูได้ทราบเป็นยศtự nhiênរបស់ព្រះសម្មាសម្ពុទ្ធដែលត្រាស់ដឹងហ្នឹងគឺកម្ពីមហាប្រធានហ្នឹងជាកម្ពីដែលซ้ำกูได้ทราบเป็นยศtự nhiênរបស់ព្រះសម្មាសម្ពុទ្ធហើយនៅក្នុងកម្ពីអភិធម្មនេះព្រះអង្គពិចារណាឃើញភាពស៊ីជម្រៅនៅក្នុងអភិធម្មហ្នឹងក៏ព្រះអង្គទ្រង់ជ្រាបពីថ្ងៃអនាគតព្រះអង្គក៏សម្ដែងនៅកម្ពីព្រះអភិធម្មហ្នឹងដល់ពពួកទេវតាទាំងឡាយណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបដោយសពគ្រប់ណាឡើងក្នុងហើយធ្វើlạiបងប្អូនគេដែរតាមភាសានេះគេហៅថាភ្នំដងខ្វេស្វារិឬក៏ស្វារីហើយខ្មែរយើងហៅថាភ្នំទុក្ខសិរិហ្នឹងហើយដែលភាសាខ្មែរយើងដែលចំណាំទូទៅថាភ្នំនេះគឺកន្លែងដែលព្រះអង្គធ្វើទុក្ខរាគេរិយាតោះឡើងមករួមភ្នំកន្លែងដែរព្រះសម្មាសម្ពុទ្ធយើងចាស់ព្រះអង្គទ្រង់ធ្វើទុក្ខរាកិរិយានៅយាយយ៉ាង4ហើយដល់ព្រះអង្គកាន់មានរូបព្រះអង្គឡើយព្រះសម្មាសម្ពុទ្ធនៅអាណាបានសតិកម្មញោមបងប្អូនយើងទាំងអស់គ្នាឥឡូវនេះយើងបានមកដល់ផ្ទះរបស់នាងសុជាតាហើយនេះគឺជាកំផែងនៅជុំវិញផ្ទះនាងសុជាតាជាកន្លែងនេះគឺជាកន្លែងសំខាន់ច្រើនទី1គឺជាកន្លែងដែលព្រះសម្មាសម្ពុទ្ធទទួលចង្ហាន់នាងសុជាតាទី2គឺកន្លែងដែលព្រះសម្មាសម្ពុទ្ធមកគង់នៅក្នុងទីនេះ7ថ្ងៃគឺក្នុងសប្តាហ៍ទី5អង្គគង់សោយនៅវិសុទ្ធគឺយើងបង្ហាញចិត្តយកពុទ្ធទៅរូបជាអារម្មណ៍ដល់ព្រះអង្គក្នុងការអង្គគង់សោយវិសុទ្ធ7ថ្ងៃនៅទីនេះដែលមានព្រះនិព្វានជាអារម្មណ៍ថ្វាយស្ពើឃ្លាំង8ក្រាបហើយនេះព្រះអង្គទៅឆ្លងកាត់đây này nhômមើលខាងក្រោយនេះណាឆ្លងកាត់ស្បើឃ្លាំងហ្នឹងទៅញោមមើលទៅខាងក្រោយនោះឃើញចាស់ដីហ៎ណាហ្នឹងគឺចាំហ្នឹងគឺព្រះអង្គទទួលស្បើឃ្លាំងហើយដាក់ព្រះអង្គនិមន្តកាត់ស្ទឹងហ្នឹងស្ទឹងនៃរាជរាហ្នឹងហើយបដាភេជ្ជៈមាសដែលព្រះអង្គសោយមាសសោយចង្ហាន់49បំណុលរបស់នាងសុជាតាហ្នឹងហើយព្រះអង្គឆ្លងទៅនៅមណ្ឌលពោធិព្រឹកហ្នឹងតែម្ដងតែនេះហ្នឹងហើយមណ្ឌលពោធិព្រឹកហ្នឹងមិនមែនទៅដល់គង់ព្រាមសម្រាប់ទេព្រះអង្គគង់កន្លែងផ្សេងគឺផែនដីហ្នឹងហាក់បីដូចជាស្រុតទៅដល់អវិជ័យនរកទៅខាងលិចទៅខាងជើងទៅខាងត្បូងផែនដីហ្នឹងក៏ហាក់បីដូចជាអត់គ្រប់គ្រងឲ្យព្រះអង្គគង់កន្លែងហ្នឹងទេដល់ពេលមួយព្រះអង្គទៅគង់លើអាសនៈដែលព្រះអង្គគង់បែរមុខបែរប្រភេទទៅខាងកើតតោះនេះខ្ញុំមិនមែនថាប្រពុតនៃយើងណាប្រពុតគ្រប់ព្រះអង្គប្រពុតទាំងឡាយគឺគង់កន្លែងហ្នឹងតែមួយអញ្ចឹងកន្លែងពោធិព្រឹកហ្នឹងគឺជាអចលៈចែកចាដីគង់កន្លែងផ្សេងក៏អត់ត្រាស់ដឹងដែរគង់បានកន្លែងហ្នឹងទៀតអស់ចាញញោមហ្នឹងហើយអញ្ចឹងគឺជាកន្លែងនៃចិត្តផែនដីអញ្ចឹងកន្លែងយើងមកនេះមានតែពិភពលោកទាំងមូលហ្នឹងកន្លែងពុទ្ធគយាកន្លែងដែលព្រះអង្គត្រាស់ដឹងពុទ្ធមណ្ឌលដ្ឋានហ្នឹងគឺជាចិត្តផែនដីហើយជាកន្លែងដែលផែនដីកើតមុនគេបងអស់ផែនដីយើងគឺកន្លែងហ្នឹងកើតមុនគេប្រសិនបើដំបូងឡើយមានដើមឈូកមួយដើមខុសនៅកន្លែងហ្នឹងមានន័យបញ្ជាក់ថាកាប់ផែនដីហ្នឹងមានពុទ្ធមួយអង្គពេលដែលកកើតផែនដីដំបូងណាបើសិនជាមានការឈូក2តងគឺមានន័យថាពុទ្ធត្រាស់ដឹង2បើ3ពុទ្ធ3បើ4ប្រពុត4បើការជុក5តងមានន័យថាប្រពុតត្រាស់ដឹង5អង្គអញ្ចឹងក្នុងផែនដីយើងនេះមានការជុកដោះឡើងដំបងគេនៅកន្លែងរបស់អង្គត្រាស់ដឹងហ្នឹងដោះមុនគេមានការជុក5ដើម5ការជុកហ្នឹងខ្ញុំគឺជាការបញ្ជាក់ថាផែនដីនេះជាផតកម្មមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងរហូតដល់តែ5អង្គក៏សូមអនុមោទនាហើយយើងមកហ្នឹងក៏ត្រេកអរអនុមោទនាបុណ្យរបស់សោតិយព្រាមដែលបានផ្សាយស្បើឃ្លាំងផ្សាយចំពោះព្រះសម្មាសម្ពុទ្ធនៅទីនេះឯងសូមជ្រះថ្លាអនុមោទនាណាស្បើឃ្លាំងហ្នឹងព្រះអង្គយកទៅក្រៅគង់លើណាលើអាសនៈអញ្ចឹងបានញោមមើលកន្លែងបលាំងដែលគេធ្វើគឺមានឆាយដូចលក្ខណៈស្បើឃ្លាំងអញ្ចឹងញោមเราจะเคยๆណាបែបអញ្ចឹងហើយតែព្រះអង្គគង់តែនឹងម្ដងត្រាស់ដឹងហើយព្រះអង្គមាននៅដឹងទៀតណាព្រះអង្គនិមន្តទៅកន្លែងផ្សេងៗហើយសូមជ្រះថ្លាអនុមោទនា